ហើយទៅដល់ Fuji ដំបូងគឺមើលភ្នំ Fuji អត់ឃើញទេដោយសារតែមេឃចុះអាប់ផងមេឃភ្លៀងផងធ្លាក់ snow ផងអញ្ចឹងអត់ដឹងថាភ្នំ Fuji បែរមុខទៅខាងណាទេកាលហ្នឹងរៀនសេតតិចតួចដែរដោយសារតែអាកាសធាតុអត់សូវល្អអញ្ចឹងហើយមកក៏គោលបំណងចង់ឃើញភ្នំ Fuji ដែរប៉ុន្តែខ្ញុំគិតថាខ្ញុំនៅតែមានសំណាងដោយសារតែនៅថ្ងៃចុងក្រោយដែលខ្ញុំនៅ Fuji ហ្នឹងគឺមេឃបើកស្រឡះគឺខ្លាំងមែនទែនគឺអាចមើលឃើញភ្នំ Fuji និយាយទៅនៅពីលើឃើញដុំទឹកកកមកឡើងក្រាស់គឺស្អាតខ្លាំងមែនទែនហើយភ្នំ Fuji ហ្នឹងគឺនៅពីក្រោយកន្លែងខ្ញុំស្នាក់នៅនឹងឯងអ្នកទាំងអស់គ្នាខ្ញុំដើរទៅខាងក្រោយនៅកន្លែងដែលគេហ្នឹងអូយមើលឃើញច្បាស់តែម្ដងគឺអត់មានបាំងអីទាំងអស់និយាយទៅខ្ញុំសប្បាយចិត្តខ្លាំងមែនទែនព្រោះគោលបំណងទៅ Fuji ហ្នឹងគឺចង់ទៅមើលភ្នំ Fuji ដោយផ្ទាល់ភ្នែកនឹងឯងពេលដែលខ្ញុំទិញសបុតឡានទៅកន្លែងគេលក់សបុតឡានប្រាប់ដែរថាអាកាសធាតុ2 3ថ្ងៃហ្នឹងអត់សូវល្អទេជួនបើកថ្ងៃជួនចុះអាប់អីអញ្ចឹងទៅអញ្ចឹងអាចថាមើលអត់ឃើញអញ្ចឹងភាគរយតិចតែអាចមើលឃើញប៉ុន្តែខ្ញុំនិយាយទៀតថាខ្ញុំមានសំណាងដែលខ្ញុំបានឃើញភ្នំ Fuji ពីព្រោះដូចតែខ្ញុំនិយាយតាំងពីដើមអញ្ចឹងគ្រាន់តែខ្ញុំទៅពុបមេឃធ្លាក់ភ្លៀងមេឃធ្លាក់ព្រិលមើលអីមិនឃើញទេមិនដឹងថាភ្នំ Fuji បែរទៅខាងណាទេប៉ុន្តែដល់ថ្ងៃដែលខ្ញុំត្រឡប់ទៅវិញហើយសប្តាហ៍មេឃបើកស្រឡះមកហ្មងគឺឃើញភ្នំ Fuji ច្បាស់តែម្ដងតែវារៀងគួរឲ្យស្ដាយបន្តិចដែរដោយសារតែខ្ញុំបានមើលភ្នំ Fuji បានតែបន្តិចអញ្ចឹងណាបើសិនជាថ្ងៃហ្នឹងខ្ញុំនៅសល់ពេលទៀតអត់តន់ដល់ថ្ងៃខ្ញុំត្រូវត្រឡប់ទៅវិញខ្ញុំអាចជិះកង់ទៅកន្លែងដែលឃើញ view ភ្នំ Fuji ស្អាតជាងហ្នឹងទៀតអញ្ចឹងចំថ្ងៃហ្នឹងគឺថ្ងៃដែលខ្ញុំត្រូវត្រឡប់ទៅវិញហើយអញ្ចឹងនាំគ្នាអូសវេលាទៅកន្លែងឡានក្រុងដើម្បីឡើងឡានទៅទីក្រុងតូក្យូវិញប៉ុន្តែនៅកន្លែងដែលខ្ញុំឡើងឡានហ្នឹងណាអ្នកទាំងអស់គ្នា view រត់តែស្អាតទៀតអូយខ្ញុំគិតថាអូយមិនបានខ្ញុំមកចំកន្លែង view ស្អាតម៉េចដោយសារតែភ្នំ Fuji នោះធំខ្លាំងមែនទែនអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងនៅជ្រុងណាក៏យើងឃើញដែរអញ្ចឹងដល់ពេលខ្ញុំទៅកន្លែងចំណតបេនឡានហ្នឹងនៅជាន់ខាងលើកន្លែងថ្មើរជើងហ្នឹងគឺវាផ្លូវស្រឡះអញ្ចឹងទៅមើលឃើញភ្នំ Fuji រត់តែច្បាស់តែម្ដងហើយឃើញទេសភាពស្អាតប៉ុណ្្នឹងហើយអូយទ្រាំមិនបានទេមកប្តីសុំថតឃ្លីបមួយមកធ្វើឲ្យដឹងខ្លួននេះអញ្ចឹងណាមុននឹងត្រឡប់ទៅវិញនិយាយទៅដំណើរកំសាន្តមួយនេះគឺដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងគឺមានន័យសម្រាប់ខ្ញុំខ្លាំងមែនទែនព្រោះអ្វីដែលខ្ញុំចង់ឃើញគឺខ្ញុំឃើញទាំងអស់តាំងពីផ្កាសាគុរ៉ា snow ហើយនិងភ្នំ Fuji អញ្ចឹងគោលបំណងដែលខ្ញុំចង់ឃើញហ្នឹងគឺខ្ញុំបានឃើញអស់ហើយមានជួបមានបាយទីបំផុតដល់ថ្ងៃចាក់ចេញពី Fuji ហើយចាក់ចេញទាំងអាឡ័យតែម្ដងណាព្រោះខ្ញុំជួយចិត្តទេសភាពនៅហ្នឹងខ្លាំងមែនទែនហើយខ្ញុំក៏បានមកឡើងបេនឡានដើម្បីឡើងទៅទីក្រុងតូក្យូវិញហើយបេនឡានដែលខ្ញុំឡើងហ្នឹងនៅគេហៅថា Fuji Q Highland ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ